សម្ដេចតេជោហ៊ុនសែនបានគូបញ្ជាក់ថាសុខសន្តិភាពនិងស្ថិរភាពជាតិទាមទារឲ្យមានការរួបរวมការលះបង់និងការខិតខំថែរក្សាជាប្រចាំពីប្រជាជាតិទាំងមូលយោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់សម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនិងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី28ខែឧសភាឆ្នាំ2026មានខ្លឹមសារដូចតទៅការចូលរួមក្នុងកម្មវិធីដាស់ស្មារតីជាតិគឺជាការបង្ហាញនូវការចងចាំបទពិសោធន៍និងព្រឹត្តិការណ៍ដែលប្រទេសកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ2025ទាំងភាពឈឺចាប់ការលំបាកនិងភាពអយុត្តិធម៌ដើម្បីប្រែក្លាយអតីតកាលទាំងនោះទៅជាកម្លាំងនៃសាមគ្គីភាពនិងឯកភាពជាតិសម្រាប់ពង្រឹងខ្លួននិងការពារសុខសន្តិភាពជាតិឲ្យបានរឹងមាំជានិច្ចយុទ្ធនាការនេះក៏ជាឱកាសដ៏មានសារៈសំខាន់ក្នុងការបង្ហាញដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសយុវជនជំនាន់ក្រោយឲ្យយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាពតាមរយៈបទពិសោធន៍និងទិដ្ឋភាពជាក់ស្ដែងដែលបញ្ជាក់ថាសុខសន្តិភាពនិងស្ថិរភាពរបស់ប្រទេសមិនមែនកើតឡើងដោយងាយស្រួលនោះទេប៉ុន្តែទាមទារឲ្យមានការរួបរวมការលះបង់និងការខិតខំថែរក្សាជាប្រចាំពីប្រជាជាតិទាំងមូលតាមរយៈយុទ្ធនាការស្មារតីជាតិនេះក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាហានិភ័យចំពោះសុខសន្តិភាពនិងស្ថិរភាពជាតិអាចកើតមានឡើងគ្រប់ពេលវេលាប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ននិងការត្រៀមខ្លួនដូច្នេះអ្វីដែលកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ2025គឺជាមេរៀនដ៏មានតម្លៃដែលជំរុញឲ្យយើងទាំងអស់គ្នាបន្តរួបរวมនិងពង្រឹងខ្លួនឲ្យកាន់តែរឹងមាំ